បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងខ្មោចពិតថ្ងៃនេះ admin នឹងលើកយកនៅសាច់រឿងបន្តពីសាច់រឿងមុនហើយមុននឹងចូលទៅកាន់សាច់រឿងកុំភ្លេចប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាកម្លាំងចិត្តសម្រាប់ admin ផលិតនៅសាច់រឿងបន្តទៀតបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងទាំងអស់គ្នាសួស្តីប្រិយមិត្តទាំងអស់គ្នាអញ្ចឹងបន្តពីសាច់រឿងរបស់យើងកាលពីមុនដែលលោកអ៊ំទាំង4គាត់បានជួបនៅហេតុការណ៍នៅក្នុងព្រៃរបស់គាត់ដែលពួកគាត់បានចម្លៀសខ្លួនចូលទៅក្នុងព្រៃនោះអញ្ចឹងសាច់រឿងបន្ទាប់នេះចង់នឹងថាតើពួកគាត់នៅពេលដែលពួកគាត់បានជួបហេតុការណ៍នោះហើយតើពួកគាត់នឹងជួបហេតុការណ៍អ្វីបន្តទៀតអញ្ចឹងមុននឹងចូលទៅកាន់សាច់រឿងកុំភ្លេចប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribeនិងដាក់សញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗពី Channel របស់ខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់នៅសាច់រឿងបន្តទាំងអស់គ្នាបន្ទាប់ពីគាត់បានជួបនៅហេតុការណ៍នោះហើយពួកគាត់ក៏សម្រេចចិត្តថានឹងមិនសម្រាកនៅទីនេះទេពួកគាត់នឹងចូលទៅក្នុងព្រៃឲ្យជ្រៅជាងមុនទៀតដោយសារតែកន្លែងនេះមិនមានសុវត្ថិភាពសម្រាប់ពួកគាត់ទេដូច្នោះហើយអ៊ំសឿនដែលជាមេក្រុមក៏បានប្រាប់ទៅក្រុមរបស់គាត់ថាពួកយើងមិនអាចស្នាក់នៅទីនេះទៀតបានទេពួកយើងត្រូវតែចូលទៅក្នុងព្រៃបន្តទៀតដោយសារតែកន្លែងនេះមានមនុស្សចូលមកដល់អញ្ចឹងបើសិនជាក្រុមខ្មែរក្រហមតាមមកវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមរបស់យើងអញ្ចឹងហើយយើងនឹងចម្លៀសខ្លួនចូលទៅក្នុងព្រៃឲ្យបានជ្រៅជាងមុនបន្ទាប់ពីអ៊ំសឿនគាត់បាននិយាយរួចក្រុមរបស់គាត់ទាំងអស់ក៏នាំគ្នាប្រមាប្រមូលនៅអេវ៉ាន់ដើម្បីដើរបន្តចូលទៅក្នុងព្រៃបន្តទៀតហើយពួកគាត់ដើរកាត់ព្រៃចូលវាលកាត់វាលចូលព្រៃក៏ទៅដើរទីតាំងមួយកន្លែងដែលវាជាកន្លែងខ្ពស់ជាងមុនទៅទៀតអាចថាដល់ចង្កេះភ្នំទៅហើយពួកគាត់ក៏បានមើលទៅភូមិសាស្ត្រនៅទីនោះថាទីនេះអាចស្នាក់នៅបានអញ្ចឹងហើយគាត់ក៏ឲ្យអ៊ំទាំង3ទុកដាក់អីវ៉ាន់នៅទីនោះទៅហើយនាំគ្នាដើរមើលជុំវិញនោះដើម្បីចង់ដឹងថាតើទីនេះអាចនឹងមានមនុស្សចូលមកដល់ទេបន្ទាប់ពីបានដើរមើលរីករាល់គិតថានៅទីនេះមិនមានអ្នកណាចូលមកដល់ទេអញ្ចឹងហើយអ៊ំសឿនក៏សម្រេចចិត្តឲ្យអ្នកទាំងអស់គ្នាសម្រាប់នៅទីនេះទៅប៉ុន្តែសម្រាប់លើកនេះអាចនឹងសម្រាប់រយៈពេលយូរអាចដល់1ឆ្នាំទៅ2ឆ្នាំទម្រាំតែសង្គ្រាមចប់អញ្ចឹងហើយពួកគាត់ក៏រូតរះនាំគ្នាកាប់ស្លឹកឈើកាប់ឈើដើម្បីធ្វើជាខ្ទមដើម្បីស្នាក់នៅទីនោះបណ្ដោះអាសន្នហើយពួកគាត់ក៏បានអ្នកខ្លះទៅកាប់ឈើអ្នកខ្លះកាប់ឫស្សីហើយអ្នកខ្លះក៏កាប់ស្លឹកដើម្បីធ្វើជាដំបូលប្រក់ដើម្បីស្នាក់នៅទីនោះបន្តកំពុងតែរៀបចំខ្ទមរបស់ពួកគាត់ក៏បានសាងសង់រួចរាល់ហើយក៏នាំគ្នាគិតថាអាចនឹងជីកដីដំបូកដើម្បីយកមកធ្វើជាចង្ក្រានហើយដំបូកដែលគាត់ត្រូវជីកនោះវានៅក្បែរនោះទេគាត់គិតថាបើនៅទីនេះមានដំបូកដែរអញ្ចឹងជីកដីដំបូកមកយកមកជន់លាយជាមួយនឹងទឹកដើម្បីលាយដូចជាល្បាយបើប្រៀបធៀបទៅនឹងឥឡូវគឺដូចជាស៊ីម៉ង់អញ្ចឹងព្រោះដីដំបូកហ្នឹងនៅពេលដែលគេលាយជាមួយនឹងទឹកទៅគេអាចនឹងយកវាទៅបិទនៅតាមជើងសសរខ្ទមហើយក៏បិទធ្វើជាជញ្ជាំងអីផ្សេងៗបានអញ្ចឹងពួកគាត់ក៏សម្រាប់ជីកដីដំបូកនោះដើម្បីយកមកធ្វើជាចង្ក្រានទុកគ្រាន់ចម្អិនម្ហូបអីចឹងទៅហើយអ៊ំសឿនក៏បានប្រើអ៊ំជួនដែលជាសមាជិកក្រុមនឹងឲ្យគាត់ទៅជីកដីដំបូកជាមួយនឹងអ៊ំអនមកហើយអ៊ំម៉ៅជាមួយនឹងគាត់នៅប្រក់ដំបូលខ្ទមបន្ទាប់ពីចាត់ចែងមនុស្សទៅតាមកម្លាំងរៀងៗខ្លួនពួកគាត់ក៏ទៅបំពេញកាតព្វកិច្ចរៀងៗខ្លួនទៅអ្នកខ្លះក៏កាប់ឫស្សីអ្នកខ្លះក៏កាប់ឈើអ្នកខ្លះក៏កាប់ស្លឹកអញ្ចឹងទៅបន្ទាប់ពីពួកគាត់បានប្រមូលអីរួចហើយអ្នកដែលជីកដីដំបូងនោះកំពុងតែជីកក៏ស្រាប់តែមានអារម្មណ៍ថាដូចជាចម្លែកដំបូកនេះហាក់ដូចជាប្រែប្រួល
ហាក់ដូចជាមានរនអ្វីពេញតែដំបូងតែម្ដងពេលនោះអំជួនក៏បាននិយាយទៅកាន់អំអនថាលបងរនអ្វីក៏ស្អីស្កះពេញតែដំបូងហ្នឹងពេលនោះអំជួនក៏តបទៅវិញថាខ្ញុំមិនដឹងទេលបងឥឡូវយើងមិនបាច់ខ្វល់ទេយើងជិះយកតែដីដំបូកទៅបានហើយលបងទៅយកទឹកមកដើម្បីជន់ផ្អាប់វាឲ្យคล้ายទៅជាលបាយសម្រាប់លាយយកដីនេះទៅបិទធ្វើជាចង្ក្រានពេលនោះគាត់ក៏បាននាំគ្នាទៅដងទឹកហើយអ្នកនៅដែលកាប់ដីក៏កាប់ដីទៅយកទឹកមកចាក់នៅក្នុងដំបូកនោះដើម្បីជន់ដីឲ្យคล้ายទៅជាលបាយផុកដើម្បីអាចប្រមូលដីនោះយកទៅបិទនៅជើងសសរខ្ទមជាមួយនឹងចង្ក្រានហើយកំពុងតែជន់ដីសុកក៏ស្រាប់តែដូចជាមានអ្វីពើងដីដំបូកនោះមកពេលនោះអំអនក៏ក្រឡេកទៅមើលហាក់ដូចជាមានអ្វីម្យ៉ាងដូចជាគល់ឈើប៉ុន្តែវាហាក់ដូចជាមានសកម្មភាពតែបើមើលយូរទៅដូចជាសត្វពស់កំពុងតែនៅក្នុងដំបូកនោះហើយមិនមែនពស់តែមួយទេវាមានច្រើនណាស់ពេលនោះអំអនក៏ឈរសំកាំងខ្លួនហាក់ដូចជាកំពុងតែស្លុតចិត្តថាខ្លួនកំពុងតែជីកចំដីកន្លែងដែលពស់នៅហើយពេលនោះគាត់មិនហ៊ានមាត់ទេគាត់ឈរសំងំថាតើវាជាពស់អ្វីប៉ុន្តែបើមើលឲ្យចំទៅវាគឺជាពស់ថ្លាន់គាត់ក៏ធូរចិត្តវិញថាបើជាពស់ថ្លាន់វាមិនអីទេដោយសារតែពស់ថ្លាន់វាមិនកាចហើយក៏មិនមានពឹសអីដែរគាត់ក៏ឈានជំហានថយក្រោយបន្តិចម្ដងពេលនោះអ៊ំជួនក៏ដើរមកដល់ហើយក៏បាននិយាយថាលបងតើលបងមានរឿងអីពេលនោះអ៊ំអនក៏យកដៃថាកំមាត់ហើយក៏ចង្អុលទៅក្នុងដំបូកដែលពួកគាត់បានជីកនោះពេលនោះអ៊ំជួនក៏បានក្រឡេកទៅមើលហើយឃើញដូចជាអ្វីដែលអ៊ំអនបានឃើញដែរពេលនោះហើយគាត់ក៏នាំគ្នាឈរស្រឡាំងកាំងទាំងពីរនាក់ហើយក៏បានប្រាប់ថាឥឡូវដីដំបូកដែលយើងបានជីកនោះលាយទឹករួចរាល់ទៅហើយប៉ុន្តែបើជាជួបវងពោះច្រើនយ៉ាងនេះតើយើងគួរតែធ្វើដូចម្ដេចពេលនោះអ៊ំអនបំរុងនឹងដើរទៅសួរអ៊ំសឿនដើម្បីសួរថាតើនៅបន្តជីកដីដំបូកនេះបន្តទៀតឬក៏ឈប់ជីកដោយសារតែពួកគាត់បានជីកបោះចំរូពោះទៅហើយបំរុងនឹងដើរទៅសួរអ៊ំសឿនទៅហើយស្រាប់តែពោះនោះអើតក្បាលចេញពីរូងរបស់វាមកហើយក្បាលរបស់វាអើតនោះជាង2ម៉ែត្រទៅហើយពេលនោះអ៊ំជួននិងអ៊ំអនកំពុងតែឈរស្រឡាំងកាំងថាដើរទៅក៏មិនរួចប្រសិនជាបើគាត់បង្ហាញពីសកម្មភាពពស់នោះនឹងហក់ខាំគាត់ជាមិនខានទេប៉ុន្តែទោះជាគាត់មិនធ្វើសកម្មភាពក៏ដោយក៏សត្វពួកនោះវាប្រងហក់នឹងមកខាំពួកគាត់ទៅហើយពេលនោះចបដែលនៅនឹងដៃកំពុងតែកាន់កន្លែងជីកដីដំបូកហើយពស់បំរុងហក់មកខាំគាត់អ៊ំអនក៏បានក្រវាត់ចបនោះត្រូវក្បាលពស់មកចបទៅហើយពស់នោះក៏បានលាប់ចូលទៅក្នុងរូងរបស់វាវិញហើយមិនទាន់នឹងគិតនេះផងអ៊ំអនក៏ស្ទុះរត់ទៅសួរអ៊ំសឿនថាលបងកន្លែងដែលដំបងឲ្យខ្ញុំជីកនោះវាគឺជារូងពស់ដែលនៅទាំងវងហើយឥឡូវដីដំបងដែលខ្ញុំបានជីកជាមួយនឹងដំបងជួនឥឡូវលីទឹកលីអីទៅហើយប៉ុន្តែបែរជាជួបសត្វពស់ទាំងវងបែបនេះតើពួកខ្ញុំឈប់ជីកឬក៏បន្តជីកទៀតពេលនោះអ៊ំសឿនក៏បានថាឈប់សិនដំបងហើយអ្វីដំបងនេះគ្មានរុនពីក្រៅទេហើយអ្វីក៏វាមានសត្វពស់នៅក្នុងនោះពេលនោះអ៊ំសឿនក៏បានស្ទុះរត់មកកន្លែងនេះដើម្បីចង់នឹងថាតើវាជាពស់អ្វីហើយមានប្រមាណក្បាលទៅដោយអ៊ំអននិយាយថាទាំងវងបែបនេះគាត់ក៏ស្ទុះដើរសម្ដែងយ៉ាងលឿនហើយទាំងអ៊ំម៉ៅមកផងដែរហើយក៏បានឃើញនៅទស្សនវិជ្ជាជាក់ស្ដែងថា
vì cứ chi vô bùa dạng tràn miến tàng cồn miến tàng mề miến tàng thùm miến tàng tù chỉ tràn của ba hỏi hai là vậy bán chi vi bởi một nề mà được nông đồng bộ phải đi tại rốn nó bảo vì chỗ một bị hàng nè hỏi các bạn xua đầm nà đàm tôn tới lộ ông thực bị thả cho là bòn muốn là bòn chị là bón miễn bán khơi rốn là vậy tề bộ quát thả ọt tế là bế đại môn là quát chị viết miên rôn là bị cài tề tuấn tập bộ quát chị chỗ đỏ hàng trong chơi bạc ní tớp bán chỉ khơi rôn xảy cả hàng chơi và hai chỉ rôn vì một vì trong ngày thì đăng phần tài là bế đại bộ quát còn thể chơi này cho lại nụ có khơi sắt các bạn buộc thầm môi ớt một đầu tiên tại một đầu ní hạ đối với ớt buộc trường môn hỏi này cho bảo buộc nú xứng tay một phần mê trường thì hơi tờ luôn vía một phần nào tới bạc bàn viết một phần đi thì hơi bên nú là ôm ón đối với slot trình kê đã xa tại nó có nóng chạy chỉ vật là bảo quát mình đáy bắt tè khơi sắp buộc nà thông đối với tê hỏi có bạn sài cho lò đang kháng chỉ kê tạm đầu thả là bóng với ơn một hai là bóng mình không có biết rồi mình cho viết lập từ mình phần tài anh ấy đối chỉ thông trường môn chẳng tái dương cô tại thôi rịp đất về nút ông xước bật thà của mà mót của mà phây tốt ở đồng sân quá rộng về thi đọc sai để xa tài dưỡng chỉ trong sự bộc về thà hơi chẳng và hãy chi việc khẩn thái bộ được xa dưỡng mà bạc bò còn lại được bảo vệ về nút ông xước có cái lệnh môi trường bình nục thà ta rốt ra bảo vệ chỗ một vị nà hơi đầm bông đã còn khơi từ bông ní cứ miền rồi là vậy tê đầm bông cứ miền đang chơi nè độc vì lời tê cứ đầm bông đại miền tại đây sọc hay là vậy còn miền buồn nơi tràn bẹp ní về nấu ông sướng cô mà chia ai ông mau thà là bòn mau là bón đá từ còi mờ hỏi sự kiện môi trường vậy mơ thả miền rung vậy đá nước bạc bàn đi tê về nấu ông mới có bạn đọc lụt thời cài tệ hỏi có bạn đà mới nói chung mình nụ hỏi cô bật chặt khơi miếng rung thùng môi sớm tay một phần cô nào ta hỏi rung nút ái đừng nhọt lùm nụ vì nẹ trôi ruột hỏi có bạn hồi thôi chia sẻ nhà phát hà nơi tiền lý miếng rung môi đặt thôm và hái chia rung đi lấy được bảo vía bốc cho từ nằm bột nụ hái nơi bề nú ông sướng co cho cất mà dùm tu thả ta bộ quát nó trời chụp ở vầy ai được đặt sai bẹp ná đã xả sạch bố nú ví mình thua cả một phim ấy tê ví nó ta ơn các bạn mà mở bộ quát ở đây là hỏi mình bạn lập theo vệnh tê bề nú ông sướng có bạn lực đại xâm pét tới thả bộ nhóm miếng cô bồng nông ở vầy mà bạc bò nẹ tê bộ nhóm có nói chỉ là việc luôn kết trình pi sừng kriêm kết trình pi vòng phụ mà nấu đại ập đây làm bấy cho một cái club mô đi chẹ hỏi cuộc nhom mọi nơi tiền ý cứ bầm nòng ở tê mình miền ở vậy một biên biên đòn nẹt tê tại bên nút sạch bùa nút có bốn ta liền đặt plan hỏi bà bảo vía chỗ một kiện ông sườn đầu mình tịch hỏi ông sướng mất rụp bực luôn tê là xa cật thà bà quạt mình bạc bò vía còn mình bạc bò quạt đây phần tại vía mà đôi ông sướng cật tê sạch bộ nút vía bàn khởi ông sướng thái là xa tại khi này là bỏ ông sướng bán một chịch tè là bỏ kê đôi chân nó hái sạch bộ nút pro nông họ khám ông sướng tại hời tại chia sân lăng o là xa tại ông chuồn cho tiền nút quát bên cạnh đồng bò ngồi đài hỏi đồng bò nó bảo quát có về đáy quát có bàn khơi giặt bộ nút trong họ khám một sườn quát có do đồng bò nước rục mọt từ lời giặt bộ nút đã thưa oi bộ nút pháo từ cài bình tĩnh hỏi nó về đài về trời đồng bò nó bảo ông chuồn nút biết có bàn lập chọc nông phần tái tú chỉ vì lập chọc nông cả đáy có vía mình toàn chụp làm này đài là xa tài sạch bộ ní biết cả vì con trai nó bảo vía
ដែលនៅក្នុងនោះសុទ្ធតែជាកូនពស់ហើយសត្វពស់ធំៗជាច្រើនដូច្នោះហើយពួកវាការពារកូនចៅរបស់វាមិនឲ្យនរណាគេប៉ះពាល់ទេលឹបក្បាលចូលទៅមួយស្រាប់តែមកសន្ទុះក្រោយមកអឺតក្បាលចេញម្ដង3ហើយពេលនេះរឹតតែលំបាកជាងមុនទៅទៀតដោយសារតែពួកគាត់ជ្រុះខ្លួនទៅហើយធ្វើខ្ទមចិត្តទៅហើយរៀបចំឡើង2-3ថ្ងៃទៅហើយប៉ុន្តែបែរជាមកជួបសម្បុកពស់យ៉ាងធំបែបនេះចង់រត់ក៏មិនរួចចង់រើក៏មិនចេញដូច្នោះហើយមានតែព្យាយាមប្រយុទ្ធតតាំងជាមួយសត្វពស់នោះហើយអញ្ចឹងអ៊ំសឿនក៏សម្រេចឲ្យអ៊ំម៉ៅថាលបងឥឡូវយើងមានតែប្រយុទ្ធជាមួយនឹងពួកវាទេព្រោះផ្លូវចុងក្រោយហើយដោយសារតែវាម្ដងម្នាក់ទេបើសិនជាយើងអាចយកឈ្នះពស់នេះយើងនឹងអាចស្នាក់នៅទីនេះបានដោយសារតែទាំងខ្ទមទាំងកន្លែងស្នាក់នៅដែលយើងបានធ្វើរួចទៅហើយអញ្ចឹងបើសិនជារើទៅកន្លែងផ្សេងទៀតវាលំបាកដល់ក្រុមយើងហើយដូច្នេះយើងមានតែព្យាយាមប្រយុទ្ធជាមួយនឹងសត្វពស់ហ្នឹងហើយអ៊ំម៉ៅពេលនោះក៏បានទៅពីកំភ្លើងរបស់ពួកគាត់ម្នាក់ម្ដងមកហុចឲ្យពួកគាត់ថាអញ្ចឹងមានតែបាញ់សម្លាប់សត្វពស់នេះទេដើម្បីយើងអាចស្នាក់នៅទីនេះបានប៉ុន្តែការបាញ់សម្លាប់សត្វពស់នេះវាមិនងាយស្រួលទេដោយសារតែបើគិតទៅអាចថាបាបខ្លាំងណាស់ដោយសារតែទាំងសម្បុកមានទាំងមេមានទាំងកូនមានទាំងជំទង់សពគ្រប់បាទាំងអស់ហើយមានច្រើនទៀតមានទាំងពងរបស់វានៅក្នុងទៀតដូច្នេះហើយអ៊ំសឿនការសម្រេចចិត្តរបស់គាត់វាអាចជាម្ចាស់ទឹកម្ចាស់គោកសម្រាប់ក្រុមរបស់គាត់ទៅហើយបើសិនជាពស់នោះមិនមែនជាពស់ធម្មតាដែលជាពស់នេតាកាន់វិញតើគិតទៅវានឹងជួបរឿងអីដល់ពួកគាត់តែការសម្រេចចិត្តភ្លាមវាមិនបានគិតឆ្ងាយទេដូច្នោះហើយធ្វើឲ្យអ៊ំសឿនថាត្រូវតែបាញ់សម្លាប់សត្វពស់នេះទាំងអស់សម្លាប់ចោលតែម្ដងទៅបើមិនសម្លាប់ទេក្រុមរបស់យើងនឹងធ្វើដំណើរទៅក្នុងព្រៃទៀតហើយគ្រាន់តែគិតភ្លាមអ៊ំសឿនក៏បញ្ជាឲ្យអ៊ំម៉ៅអ៊ំជួនហើយនឹងអ៊ំអុនបាញ់សម្ដៅទៅរូងនោះបាញ់យកតែម្ដងហើយកំពុងតែបាញ់សត្វពស់ទាំងអស់នោះបានផ្អើលវាចេញមកខាងក្រៅសត្វខ្លះក៏ងាប់សត្វខ្លះក៏ត្រូវរបួសឈាមបាច់ផ្សាច់ពេញតែដំបូកនឹងហើយពស់ដែលធំជាងគេក៏បានលូនចេញមកក្រៅដើម្បីប្រយុទ្ធតតាំងជាមួយនឹងអ៊ំទាំង4ហើយសត្វនោះវាហាក់ដូចជាមិនត្រូវគ្រាប់ទេវាហាក់ដូចជាបាញ់មិនមុតសោះប៉ុន្តែកូនរបស់វាមានខ្លះដាច់ខ្លួនជាពីរមានខ្លះធ្លុះពោះខ្លះធ្លុះក្បាលដេកស្លាប់រដងរនេលពេញតែដំបូកហើយសត្វពស់វាកាន់តែមានកំហឹងខ្លាំងឡើងថាវានឹងយកឈ្នះអ៊ំទាំង4ឲ្យបានហើយលេបអ៊ំទាំង4តែម្ដងដោយសារតែមកបំផ្លាញកន្លែងគេហើយមកសម្លាប់កូនចៅរបស់គេទៀតដូច្នោះហើយសត្វពស់វាខឹងខ្លាំងមែនទែនចេញមកម្ដងមួយហើយបើរាប់ទៅចូល50-60បាល់ទៅហើយមានទាំងទូចមានទាំងធំវាព្យាយាមមកតតាំងប៉ុន្តែពួកវាប្រយុទ្ធមិនឈ្នះអ៊ំទាំង4ទេដោយសារតែអ៊ំទាំង4បងប្អូននឹងស្រាប់ហើយគាត់គឺជាអតីតទាហានអញ្ចឹងពួកគាត់មានជំនាញការបាញ់កាំភ្លើងនេះស្ទាត់ខ្លាំងណាស់ហើយមិនមែនជាមនុស្សធម្មតាទេសិតតែមនុស្សចេះគុំដូច្នេះហើយត្រឹមតែសត្វពស់ធម្មតាមិនអាចធ្វើអ្វីពួកគាត់បានទេប៉ុន្តែពួកគាត់គិតខុសហើយដោយសារតែពស់ទាំងអស់នោះមិនមែនជាពស់ធម្មតាទាំងអស់ទេវាមានទាំងពស់ដែលគេកាន់ដោយសារតែពស់នេះវានៅរាប់សិបឆ្នាំទៅហើយកូនចៅរបស់វាក៏នៅជាមួយវាអស់ដែរអញ្ចឹងបើសិនជាសត្រូវមកបៀតបៀនវាដូច្នេះវាក៏មិនទុកអបទាំង4ដែលនៅរស់ដែរហើយនៅពេលដែលកំពុងតែបាញ់ចុះបាញ់ឡើងសត្វពស់ប្រសិទ្ធប្រសាទពេញតែដំបូកហើយក៏មានពស់ធំមកក្បាលដែរជាមេរបស់គេហក់មកខាំចំដៃរបស់អ៊ំអ៊ុនដោយសារតែអ៊ំអ៊ុន
បងប្អូននឹងស្រាប់ហើយនៅក្នុងក្រុមគាត់គឺជាមនុស្សដែលខ្សោយបញ្ញាជាងគេដូច្នោះហើយអាគមនិងក្បាច់គុណរបស់គាត់ក៏នៅមានកម្រិតដែរអញ្ចឹងហើយសត្វពស់ក៏ខំត្រូវដៃរបស់អំអុនពីចង្កូមទៅហើយដៃរបស់អំអុនឡើងធ្លុះចេញពីម្ខាងទៅម្ខាងហើយសត្វពស់នោះវាប្រុងនឹងហក់ខំក្បាលអំអុនដើម្បីដំបាក់ចូលខំទៅហើយប៉ុន្តែស្រាប់តែអំសឿនគាត់មើលឃើញតន់គាត់ក៏ស្ទុះគាត់មិនហ៊ានបាញ់កំភ្លើងទេដោយសារតែបើសិនជាគាត់បាញ់កំភ្លើងច្បាស់ណាស់ច្បាស់ជាត្រូវអំអុនស្លាប់ខានទេដូច្នោះហើយគាត់មិនហ៊ានបាញ់ទេគាត់ក៏លើកដងកំភ្លើងរបស់គាត់សំពងទៅលើក្បាលពស់នោះមួយទំហឹងទៅតែសត្វពស់នោះវាមិនឈឺទេវាក៏ប្រកនឹងហក់មកខំអ៊ំសឿនវិញម្ដងដោយសារតែអ៊ំសឿនវាយត្រូវក្បាលរបស់វាដូច្នោះហើយវាប្រងនឹងហក់មកខំប៉ុន្តែអ៊ំសឿនក៏បានកិច្ចផុតមកប៉ះអ៊ំជួនវិញវាប្រងនឹងរួតអ៊ំជួនបំបាក់ចឹងទៅហើយខ្លួនរបស់វាបានពាត់ជួបចង្កេះរបស់អ៊ំជួនហើយវាប្រងនឹងយកបន្ទុយរបស់វាញកចូលច្រមុះរបស់អ៊ំជួនទៅហើយប៉ុន្តែជាសំណាងល្អអ៊ំសឿនគាត់មើលតន់ហើយពេលនោះអ៊ំហើយគាត់ក៏មកជួយដែរហើយក៏បានគាត់បានបាញ់ត្រូវពោះរបស់ពស់នោះមួយគ្រាប់តែហាក់ដូចជាមិនត្រូវរបួសខ្លាំងទេសត្វពស់នោះវាក៏បដូរទិសដៅវាមិនធ្វើបាបអ៊ំជួនទេវាប្រុងមកហក់ខំសឿនព្រោះដោយសារតែក្នុងសកម្មភាពនេះអ៊ំសឿនដូចជាមានឥទ្ធិពលខ្លាំងជាងគេហើយបើមើលទៅអ៊ំអន់វិញអ៊ំអន់កំពុងតែដេកនៅលើដីទាំងឈាមហូរដាបនៅពេញដៃដោយសារតែត្រូវចង្កូមរបស់សត្វពស់ខាំនោះឡើងធ្លុះដៃទៅហើយអញ្ចឹងគាត់មិនអាចចេញមកប្រយុទ្ធជាមួយនឹងអ៊ំទាំង3បានទេហើយអ៊ំជួនត្រូវសត្វពស់នោះរត់ស្ទើរតែបាក់ឆ្អឹងទៅហើយអញ្ចឹងក៏ដេកសំងំនៅលើដីមិនទាន់អាចកម្រើកបានទេអញ្ចឹងនៅសល់តែអ៊ំម៉ៅនិងអ៊ំសឿនទេដែលពួកគាត់មិនទាន់ត្រូវរបួសដូច្នោះហើយអ៊ំសឿនក៏និយាយទៅកាន់អ៊ំម៉ៅថាលបងឥឡូវយើងលេងផ្លូវត្រង់ជាមួយវាមិនបានទេដោយសារតែពស់នេះមើលទៅក៏មិនមែនជាពស់ធម្មតាដែរអញ្ចឹងហើយយើងមានតែលេងផ្លូវក្រោយហើយផ្លូវក្រោយនោះគឺជាផ្លូវអាគមរបស់ពួកគាត់នឹងឯងហើយអ៊ំម៉ៅគ្រាន់តែលឺដូច្នេះគាត់ឈរសំពះកំពុងតែសូត្រខ្សឹបនៅអ្វីម្យ៉ាងដែលជាអាគមរបស់គាត់កំពុងតែឈរសូត្រប្រុងសូត្រចប់ទៅហើយប៉ុន្តែក៏លេចមកក្រោយឃើញសត្វពស់មួយក្បាលទៀតធំជាងពស់ដែលកំពុងតែប្រយុទ្ធជាមួយគាត់ទៅទៀតភ្នែករបស់វាប៉ិនមេជើងទៅហើយតើពស់នេះវាមកពីណាឬក៏វាជាមេរបស់គេពេលនោះអ៊ំសឿនគាត់គ្រាន់តែឃើញសត្វពស់ដែលនៅពីក្រោយអ៊ំម៉ៅគាត់ស្ទឹងតែស្លុតស្មារតីទៅហើយដោយសារតែនៅក្នុងឆាកជីវិតរបស់គាត់មិនដែលឃើញសត្វណាដែលធំម្លឹងទេធ្លាប់តែឮគេនិយាយតគ្នាថាមានពស់អ្នកតាមានពស់ដែលទំហំធំតែបើគាត់ឃើញនឹងផ្ទាល់ភ្នែកពស់នេះសឹងតែប្រព័ន្ធដើមថ្នោតទៅហើយអញ្ចឹងតើបានជាអ៊ំម៉ៅឃើញរោងរបស់វាធំយ៉ាងនឹងហើយប្រហែលជាសត្វពស់នេះវាចេញទៅរកចំណីទេបានជាសត្វពស់ផ្សេងទៀតនៅក្នុងសម្បុកដូចនេះហើយប្រយុទ្ធអាទូចមិនចង់ឈ្នះផងចង់ទម្រាំតែអាសត្វពស់ធំទៅទៀតតើពួកគាត់ប្រយុទ្ធយ៉ាងមិនឈ្នះទៅអ៊ំសឿនពេលហ្នឹងដូចជាស្រឡាញ់កាំងដែរក្រុមរបស់គាត់ត្រូវរបួស2នាក់ទៅហើយកំពុងតែដេកទៅដល់ខ្យល់ម្នាក់ស្ទើរតែបាក់ឆ្អឹងហើយម្នាក់ឈាមហូរដាបអញ្ចឹងគាត់ថាតើនឹងជួយអ៊ំម៉ៅដូចម្ដេចបាទសត្វពស់នៅពីក្រោយអ៊ំម៉ៅហ្នឹងធំខ្លាំងយ៉ាងហ្នឹងមិនទាន់នឹងបានគិតជួយអ៊ំម៉ៅផងអាសត្វពស់ដែលប្រយុទ្ធជាមួយនឹងគាត់នោះប្រងហក់មកខំចំក្បាលអ៊ំសឿនទៀតប៉ុន្តែអ៊ំសឿនក៏គេចផុតហើយក៏បានដួលទៅលើដីទៅសត្វពស់នោះបំរុងនឹងរួតអ៊ំសឿនបបាក់ឆ្អឹងទៅហើយប៉ុន្តែដោយសារតែអ៊ំសឿនគាត់ចេះអាគមខ្លាំងអញ្ចឹងហើយគាត់ក៏បានចាប់ចំកពស់នោះ
ចំបាច់កយ៉ាងខ្លាំងតែម្ដងដោយសារតែដៃរបស់គាត់ចែមហាទម្ងន់អញ្ចឹងហើយគាត់ច្របាច់កធម្មតាក៏ធ្វើឲ្យសត្វពស់នោះវាឈឺចាប់ដែរពេលនោះដៃរបស់គាត់ហាក់ដូចជាមានកម្លាំងខ្លាំងមែនទែនរឹតកពស់នោះស្ទើរតែសន្លប់ទៅហើយពេលនោះពស់ដោយសារតែវាមានការឈឺចាប់ដកដង្ហើមស្ទើរតែមិនរួចទៅហើយវាក៏បានលាខ្លួនរបស់វាចេញពីរាងកាយរបស់អ៊ំសឿនវិញពេលនោះអ៊ំសឿនក៏ក្រវ៉ាត់ក្បាលពស់នោះទៅម្ខាងទៀតដោយសារតែឃើញពស់នៅខាងក្រោយរបស់អ៊ំម៉ៅប្រុងនឹងហក់ខាំក្បាលអ៊ំម៉ៅទៅហើយអ៊ំម៉ៅគាត់រំពឹងមិនរួចទេដោយសារតែគាត់ស្រឡាញ់កាំងពេកពេលនោះអ៊ំសឿនក៏និយាយថាល្បងពស់នៅខាងក្រោយល្បងធំណាស់ឡងឆាប់គេចេញឲ្យលឿនមកព្រាមនោះអ៊ំម៉ៅក៏ហក់ស្ទុះមកមុខហើយក៏ស្ទុះមកចំនឹងអ៊ំសឿនដែរពួកគាត់ក៏អង្គុយផ្ទឹមគ្នាថាលើកដៃសំពះប្រុងគ្នាតែម្ដងទៅដើម្បីប្រយុទ្ធជាមួយនឹងពួកវាហើយសត្វពស់ដែលអ៊ំសឿនបានក្រវ៉ាត់ទៅនោះវាកំពុងតែដេករមូលខ្លួនចុះឡើងដោយសារតែការឈឺចាប់ជាមួយនឹងការចំបាច់កពីអ៊ំសឿនហើយអាពស់ដែលចេញមកក្រោយគេធំនឹងវាខឹងខ្លាំងណាស់ដោយសារតែមើលទៅឃើញកូនចៅរបស់វាដេកងាប់រដុករនេលឈាមបាច់ប្រសាទពេញតែដំបូករបស់វាដូច្នោះហើយគុំនុំនេះបើមិនសងសឹកមិនជំរះបញ្ជីភ្លាមទេវាហាក់ដូចជាមិនសមហេតុផលសោះអញ្ចឹងហើយវាក៏បានលូនគៀកបន្តិចម្ដងថាតើវាមានវិធីណាដើម្បីចាប់អ៊ំទាំង4នេះស៊ីឲ្យអស់តែម្ដងតែមិនគិតយូរទេសត្វពស់នោះក៏បានវាខ្លួនឡើងទៅលើដំបូកយកខ្លួនរបស់វារួតជុំវិញដំបូកនោះហើយអើតក្បាលធំខ្លាំងមែនទែនពេលនោះអ៊ំអនកំពុងតែឈឺចាប់ផងហើយក្រឡេកទៅឃើញសត្វពស់នោះធំខ្លាំងមែនទែនគាត់គិតថាពួកគាត់នឹងមិនអាចរស់ជីវិតនៅទីនេះបានទេដោយសារតែប្រហែលជាជីវិតចុងក្រោយរបស់ពួកគាត់ទៅហើយដោយសារតែមិនដែលជួបបញ្ហាបែបនេះទេហើយក៏មិនដែលឃើញសត្វពស់ណាច្រើនហើយធំដូចនេះដែរហើយក៏មានការគិតបែបនោះហើយបើក្រឡេកទៅមើលអ៊ំជួនវិញអ៊ំជួនអំពើខ្លួនមិនរួចទេដោយសារតែឆ្អឹងឆ្អៃរបស់គាត់ត្រូវបានពស់រួតស្ទើរតែរូបចូលគ្នាហើយអញ្ចឹងនិយាយក៏មិនចេញស្រែកក៏មិនរួចហើយគាត់ក៏មិនគិតខុសពីអ៊ំអនដែរគិតថាប្រហែលនេះជាកន្លែងចុងក្រោយរបស់ពួកគាត់ទៅហើយក៏អាចជាហេតុការណ៍លើចុងក្រោយដែលពួកគាត់បានប្រយុទ្ធជាមួយនឹងគ្នាហើយមិនគិតច្រើនទេក៏បាត់ភ្នែកបំរុងនឹងចិត្តដាច់ខ្យល់ទៅហើយដោយសារគិតថាខ្លួនមិនអាចនឹងរស់ទេប៉ុន្តែជាការតស៊ូរបស់អ៊ំសឿនជាមួយនឹងអ៊ំម៉ៅវិញអាគមរបស់គាត់រួមគ្នាគិតថាបើសិនជាមិនសម្លាប់ពស់នេះទេពួកគាត់នឹងស្លាប់នៅលើកន្លែងនេះជាមួយនឹងសត្វពស់ដែលគាត់បានបាញ់នឹងហើយគាត់សោតសុកពស់នោះប្រងហក់មកខាំបដាច់ក្បាលរបស់អ៊ំសឿនទៅហើយប៉ុន្តែអ៊ំសឿនក៏បានយកដៃរបស់គាត់លើករងក្បាលហើយសត្វពស់នោះវាធ្វើឲ្យអ៊ំសឿនបានទេដោយសារតែអ៊ំសឿននៅក្នុងដៃរបស់គាត់មានក្តាប់នៅរបស់ម្យ៉ាងហើយរបស់នោះគឺជាយ័ន្តរបស់គ្រូគាត់ដែលបានឲ្យគាត់ដាក់តាមខ្លួនអញ្ចឹងហើយឥទ្ធិពលនៃយ័ន្តដែលមាននៅក្នុងដៃរបស់អ៊ំសឿនសត្វពស់នោះវាមិនហ៊ានធ្វើឲ្យអ៊ំសឿនទេហើយបើក្លែកមកមើលអ៊ំម៉ៅវិញជាឱកាសល្អរបស់អ៊ំម៉ៅទៅហើយដោយសារតែឃើញសត្វពស់នោះធ្វើឲ្យអ៊ំសឿនបានគាត់ក៏បានយកកំភ្លើងបាញ់ទៅលើសត្វពស់នោះ3គ្រាប់ពេលដែលបាញ់3គ្រាប់ហើយសត្វពស់នោះហាក់ដូចជាមិនមានត្រូវរបួសអីបន្តិចសោះពេលហ្នឹងអ៊ំម៉ៅដឹងថាពស់នេះមិនមែនជាពស់ដែលធម្មតាទេសូម្បីតែអាគមរបស់គាត់រួមគ្នាក៏បាញ់សត្វពស់នេះមិនធ្លុះដែរមិនត្រូវរបួសដែរតើគាត់នឹងដោះស្រាយដូចម្ដេចហើយពេលនោះអ៊ំសឿនក៏បានបោះយ័ន្តនៅក្នុងដៃរបស់គាត់ឲ្យអ៊ំម៉ៅទៅហើយធ្វើឲ្យអ៊ំម៉ៅយកយ័ន្តនោះរុំនៅលើកំភ្លើងដើម្បីបាញ់សត្វពស់នោះនៅពេលដែលកំពុងតែបោះយ័ន្តតែអ៊ំម៉ៅស្រាប់តែពស់នោះប្រងនឹងហក់មកខាំអ៊ំម៉ៅវិញប៉ុន្តែជាការល្អដោយសារតែអ៊ំម៉ៅចាប់យ័ន្តនោះទាន់ក៏បានយកវាមកទ្រាំនឹងកាយកំភ្លើងបានបាញ់ទៅលើពស់នោះត្រូវ2គ្រាប់
ហើយអតិពលនិយមនោះបានធ្វើឲ្យសត្វពស់នោះត្រូវរបួសហូរឈាមងើបលេងរួចទៅហើយបំរុងនឹងលូនក្បាលចូលទៅក្នុងរូងអ៊ំម៉ៅក៏បានថែមមួយគ្រាប់ទៀតចំត្រូវក្បាលរបស់វាហើយពស់នោះដេកស្លាប់យ៉ាងអណ័យអធមហើយអ៊ំម៉ៅមិនទាន់បានឈប់ត្រឹមនោះទេពស់ដែលនៅសេសសល់ទាំងអបាលបានគាត់ធ្វើការបាញ់ទាំងអស់ហើយមើលទៅទស្សនភាពនេះគួរឲ្យសង្វេគមែនទែនដោយសារតែយើងនៅភពពីរផ្សេងគ្នាមួយជាសត្វមួយជាមនុស្សការរស់នៅលើផែនដីតែមួយតែហេតុអ្វីបានជាយើងទៅប្រយុទ្ធគ្នាស្លាប់រស់បែបនេះប៉ុន្តែបើគិតទៅនេះជាការការពារខ្លួនរបស់ពួកគាត់ទេហើយនៅពេលដែលអ៊ំម៉ៅបានសម្លាប់សត្វពស់ទាំងអស់ពួកគាត់ក៏បានរត់មកមើលអ៊ំជួននិងអ៊ំអុនដែលអ៊ំអុននៅពេលនោះដៃរបស់គាត់ហូរឈាមស្ទើរតែអស់ពីខ្លួនទៅហើយបើនិយាយពីអ៊ំជួនវិញសត្វពស់រួតខ្លួនគាត់ស្ទើរតែឆ្អឹងអស់ទៅហើយពេលនេះគាត់និយាយថាទឹកគាត់ត្រូវការផឹកទឹកហើយអ៊ំសឿនក៏ប្រញាប់រត់ទៅយកទឹកដើម្បីមកបតក់ចូលមាត់របស់អ៊ំជួនដើម្បីឲ្យមានទឹកចូលទៅក្នុងមាត់ហើយអ៊ំម៉ៅក៏រត់ទៅជួយអ៊ំអុនវិញទៅជួយរុំរបួសដើម្បីកុំឲ្យឈាមហូរខ្លាំងពេកបើសិនជាឈាមហូរអស់ពីខ្លួនគាត់ច្បាស់ជាស្លាប់ជាមិនខានទេដូច្នេះហើយគ្រាន់តែពួកគាត់បានជួយសង្គ្រោះអ៊ំទាំងពីរហើយក៏បានសែកពួកគេទាំងពីរនាក់ចូលទៅក្នុងខ្ទមដែលទើបតែសាងសង់ហើយនោះដើម្បីបិទថ្នាំបិទអីជួយព្យាបាលមានទាំងព្យាបាលតាមបែបថ្នាំបុរាណនិងបែបអាគមផងដែរដើម្បីឲ្យពួកគាត់មានជីវិតរស់រានបន្តនៅពេលដែលបានជួយពួកគាត់គ្រាន់ធូរស្រាលទៅហើយពួកគាត់ក៏នាំគ្នាដើរមកសែងប្រម៉ែប្រមោពុះដែលពួកគាត់បានសម្លាប់ទាំងបានដើម្បីកប់ចូលក្នុងដីវិញហើយធ្វើការសុំកម្មាទោសថាវាជាកំហុសដ៏ធំបំផុតសម្រាប់ពួកគាត់ហើយពួកគាត់មិនចង់ធ្វើបែបនេះទេដោយសារតែគោលបំណងរបស់ពួកគាត់គ្រាន់តែចង់បានដីដំបូកដើម្បីទៅបាត់ធ្វើជាខ្ទមស្នាក់នៅតែប៉ុណ្ណោះមិនគួរណាមកមានការប្រយុទ្ធគ្នាបែបនេះទេហើយបើបន្ទោសតែម្ខាងក៏មិនបានដែរដោយសារតែអ៊ំទាំងពីរគិតថាការជីកដីដំបូកគ្រាន់តែយកទៅបាត់ប៉ុន្តែបើគិតវិញវាគឺជាផ្ទះរបស់គេជាកន្លែងដែលពស់នោះនៅអញ្ចឹងហើយពួកគាត់បានទៅបៀតបៀនផ្ទះគេអញ្ចឹងទើបមានការប្រយុទ្ធនេះកើតឡើងប៉ុន្តែបើគិតទៅវាខូចខាតទាំងសងខាងទាំងគ្រួសារពស់ដែលស្នាក់នៅក្រោមដំបូកនេះស្លាប់ទាំងពូជតែម្ដងហើយពួកគាត់ដែលជាអ៊ំទាំង4នឹងក៏បានត្រូវរងរបួសស្ទើរតែស្លាប់ជីវិតទៅដែរហើយសាច់រឿងនេះខ្ញុំសូមស្លេះត្រឹមនេះសិនហើយចង់នឹងថាតើវគ្គបន្តពួកគាត់នឹងជួបហេតុការណ៍អ្វីបន្តទៀតដោយសារតែរយៈពេល3ឆ្នាំជាងដែលពួកគាត់បានរស់នៅក្នុងព្រៃដែលគេចេញពីទាហានខ្មែរក្រហមនេះពួកគាត់ជួបរឿងរ៉ាវស្ទើរតែអស់ជីវិតច្រើនដងមែនទែនហើយបើងាកមកកលេចមើលសាច់រឿងរបស់យើងនឹងវិញថាតើអ្វីដែលយើងអាចរៀនសូត្របានពីសាច់រឿងនេះទី1រឿងខ្លះយើងមិនអាចមើលដឹងទេថាយើងបានទៅបៀតបៀនអ្នកដទៃដូចជាអ៊ំទាំងពីរគ្រាន់តែទៅជីកដីដំបូកដើម្បីយកមកធ្វើខ្ទមសោះបែរទៅជាប៉ះពោះប៉ះផ្ទះរបស់គេធ្វើឲ្យគ្រួសាររបស់គេបាត់បង់ក្តីសុខបាត់បង់អស់ទាំងជីវិតទៅទៀតហើយអ៊ំទាំងពីរគាត់មិនចង់ទេប៉ុន្តែដោយសារតែការបំពេញនៅក្រពះរៀងខ្លួនដូច្នោះហើយការប៉ះពៀនេះវាជាអចេតនាទេប៉ុន្តែដោយសារតែភាគីទាំងសងខាងចង់ឈ្នះរៀងខ្លួនចង់យកសុខខ្លួនបានជាមានការប្រយុទ្ធតតាំងគ្នារហូតដល់ស្លាប់ជីវិតបែបនេះបាទអញ្ចឹងអរគុណប្រិយមិត្តដែលតាមដាននៅសាច់រឿងនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តនៅសាច់រឿងហើយធ្វើការចុច Subscribe ដើម្បីទទួលបានសាច់រឿងថ្មីបន្តទៀតបាទសូមអរគុណ